สำหรับบางปอนដែលសង្ស័យតែខ្លួនឯងមានជំងឺកាមរោគដោយសារតែយើងមានដៃគូរួមភេទច្រើនហើយរកពេលរួមភេទមិនដែលបានការពារត្រឹមត្រូវសោះនេះហើយគឺជាមូលហេតុដែលអាចឲ្យយើងប្រឈមនឹងការឆ្លងនៃជំងឺកាមរោគចឹងដើម្បីបញ្ជាក់ថាយើងមានផ្ទុកជំងឺកាមរោគឬអត់យើងអាចធ្វើតេស្តដើម្បីបញ្ជាក់បានតាមរយៈការធ្វើតេស្តឈាមនិងទឹកនោមសម្រាប់ការធ្វើតេស្តឈាមយើងអាចរកមើលជំងឺអេដស៍ជំងឺស្វាយរលាកថ្លើម B រលាកថ្លើម C សម្រាប់ការធ្វើតេស្តតាមទឹកនោមយើងអាចរកមើលមេរោគរហូតដល់12ប្រភេទតាមរយៈការធ្វើ PCR មេរោគទាំង12ប្រភេទដែលយើងអាចធ្វើតេស្តតាមទឹកនោមបានមានដូចជាមេរោគនៃជំងឺពុម្មេះទឹកបាយពុម្មេះទឹកថ្លាមេរោគដែលឲ្យតបៅពងទឹកពងបែកហ្នឹងគេហៅ herpes simplex ប្រភេទ1ប្រភេទ2មេរោគផ្សិតមេរោគ trichomonas មេរោគ mycoplasma ureaplasma មេរោគ Gardnerella vaginalis និង Treponema pallidum ដើម្បីរកជំងឺស្វាយអញ្ចឹងបើបងប្អូនមានចំណាប់អារម្មណ៍ចង់ធ្វើតេស្តឈាមធ្វើតេស្តទឹកនោមស្វែងរកជំងឺកាមរោគអាចតាក់ទងមកលេខទូរស័ព្ទខាងក្រោមនេះបានសូមអរគុណសម្រាប់បងប្អូនដែលសង្ស័យតែខ្លួនឯងមានជំងឺកាមរោគដោយសារតែយើងមានដៃគូរួមភេទច្រើនហើយរកពេលរួមភេទមិនដែលបានការពារត្រឹមត្រូវសោះនេះហើយគឺជាមូលហេតុដែលអាចឲ្យយើងប្រឈមនឹងការឆ្លងនៃជំងឺកាមរោគចឹងដើម្បីបញ្ជាក់ថាយើងមានផ្ទុកជំងឺកាមរោគឬអត់យើងអាចធ្វើតេស្តដើម្បីបញ្ជាក់បានតាមរយៈការធ្វើតេស្តឈាមនិងទឹកនោមសម្រាប់ការធ្វើតេស្តឈាមយើងអាចរកមើលជំងឺអេដស៍ជំងឺស្វាយរលាកថ្លើម B រលាកថ្លើម C សម្រាប់ការធ្វើតេស្តតាមទឹកនោមយើងអាចរកមើលមេរោគរហូតដល់12ប្រភេទតាមរយៈការធ្វើ PCR មេរោគទាំង12ប្រភេទដែលយើងអាចធ្វើតេស្តតាមទឹកនោមបានមានដូចជាមេរោគនៃជំងឺពុម្មេះទឹកបាយពុម្មេះទឹកថ្លាមេរោគដែលឲ្យតបៅពងទឹកពងបែកហ្នឹងគេហៅ herpes simplex ប្រភេទ1ប្រភេទ2មេរោគផ្សិតមេរោគ trichomonas មេរោគ mycoplasma ureaplasma មេរោគ Gardnerella vaginalis និង Treponema pallidum ដើម្បីរកជំងឺស្វាយអញ្ចឹងបើបងប្អូនមានចំណាប់អារម្មណ៍ចង់ធ្វើតេស្តឈាមធ្វើតេស្តទឹកនោមស្វែងរកជំងឺកាមរោគអាចតាក់ទងមកលេខទូរស័ព្ទខាងក្រោមនេះបានសូមអរគុណសម្រាប់បងប្អូនដែលសង្ស័យតែខ្លួនឯងមានជំងឺកាមរោគដោយសារតែយើងមានដៃគូរួមភេទច្រើនហើយរកពេលរួមភេទមិនដែលបានការពារត្រឹមត្រូវសោះនេះហើយគឺជាមូលហេតុដែលអាចឲ្យយើងប្រឈមនឹងការឆ្លងនៃជំងឺកាមរោគចឹងដើម្បីបញ្ជាក់ថាយើងមានផ្ទុកជំងឺកាមរោគឬអត់យើងអាចធ្វើតេស្តដើម្បីបញ្ជាក់បានតាមរយៈការធ្វើតេស្តឈាមនិងទឹកនោមសម្រាប់ការធ្វើតេស្តឈាមយើងអាចរកមើលជំងឺអេដស៍ជំងឺស្វាយរលាកថ្លើម B រលាកថ្លើម C សម្រាប់ការធ្វើតេស្តតាមទឹកនោមយើងអាចរកមើលមេរោគរហូតដល់12ប្រភេទតាមរយៈការធ្វើ PCR មេរោគទាំង12ប្រភេទដែលយើងអាចធ្វើតេស្តតាមទឹកនោមបានមានដូចជាមេរោគនៃជំងឺពុម្មេះទឹកបាយពុម្មេះទឹកថ្លាមេរោគដែលឲ្យតបៅពងទឹកពងបែកហ្នឹងគេហៅ herpes simplex ប្រភេទ1ប្រភេទ2មេរោគផ្សិតមេរោគ trichomonas មេរោគ mycoplasma ureaplasma មេរោគ Gardnerella vaginalis និង Treponema pallidum ដើម្បីរកជំងឺស្វាយអញ្ចឹងបើបងប្អូនមានចំណាប់អារម្មណ៍ចង់ធ្វើតេស្តឈាមធ្វើតេស្តទឹកនោមស្វែងរកជំងឺកាមរោគអាចតាក់ទងមកលេខទូរស័ព្ទខាងក្រោមនេះបានសូមអរគុណសម្រាប់បងប្អូនដែលសង្ស័យតែខ្លួនឯងមានជំងឺកាមរោគដោយសារតែយើងមានដៃគូរួមភេទច្រើនហើយរកពេលរួមភេទមិនដែលបានការពារត្រឹមត្រូវសោះនេះហើយគឺជាមូលហេតុដែលអាចឲ្យយើងប្រឈមនឹងការឆ្លងនៃជំងឺកាមរោគចឹងដើម្បីបញ្ជាក់ថាយើងមានផ្ទុកជំងឺកាមរោគឬអត់យើងអាចធ្វើតេស្តដើម្បីបញ្ជាក់បានតាមរយៈការធ្វើតេស្តឈាមនិងទឹកនោមសម្រាប់ការធ្វើតេស្តឈាមយើងអាចរកមើលជំងឺអេដស៍ជំងឺស្វាយរលាកថ្លើម B រលាកថ្លើម C សម្រាប់ការធ្វើតេស្តតាមទឹកនោមយើងអាចរកមើលមេរោគរហូតដល់12ប្រភេទតាមរយៈការធ្វើ PCR មេរោគទាំង12ប្រភេទដែលយើងអាចធ្វើតេស្តតាមទឹកនោមបានមានដូចជាមេរោគនៃជំងឺពុម្មេះទឹកបាយពុម្មេះទឹកថ្លាមេរោគដែលឲ្យតបៅពងទឹកពងបែកហ្នឹងគេហៅ herpes simplex ប្រភេទ1ប្រភេទ2មេរោគផ្សិតមេរោគ trichomonas មេរោគ mycoplasma ureaplasma មេរោគ Gardnerella vaginalis និង Treponema pallidum ដើម្បីរកជំងឺស្វាយអញ្ចឹងបើបងប្អូនមានចំណាប់អារម្មណ៍ចង់ធ្វើតេស្តឈាមធ្វើតេស្តទឹកនោមស្វែងរកជំងឺកាមរោគអាចតាក់ទងមកលេខទូរស័ព្ទខាងក្រោមនេះបានសូមអរគុណ